បើសិនជាអ្នកមានកូនស្រីត្រូវបរៀនកូនអ្នកឲ្យស្គាល់ពីអវយវៈខ្លួនឯងដោះប្រដាប់ភេទវគូតបរៀនកូនអ្នកហើយអ្នកត្រូវឲ្យស្គាល់ទាំងអស់នឹងព្រោះអីព្រោះវាមនុស្សប្រុសដែលចូលចិត្តចាប់លោកក្មេងវាទៅរើក្មេងណាដែលអត់ស្គាល់ពីអវយវៈខ្លួនឯងព្រោះតែពេលអត់ស្គាល់គឺអត់ដឹងថានឹងវាស្អីអត់ដឹងត្រូវការពារឬមិនត្រូវការពារទេអូខេអត់ស្គាល់ right អ្នកត្រូវបរៀនកូននេះឲ្យដឹងពីវិធីការពារខ្លួនឯងឲ្យស្គាល់ពីអវយវៈខ្លួនឯងហើយប្រាប់កូនមិនថាប្រើទូរស័ព្ទឬក៏ការមានប្តីមានស្រីអីទេប្រាប់កូនថានៅកូនអាចស្រឡាញ់អ្នកណាបានប៉ុន្តែកូនមិនអាចដេកនៅជាមួយគេគ្រប់គ្នាបានទេកូនដេកនៅជាមួយមនុស្សប្រុសនៅពេលដែលកូនអាយុ25ឆ្នាំប្រាប់កូននៅពេលដែលកូនអាយុ25ឆ្នាំឬក៏ប្រាប់ថាបើកូននៅក្មេងប្រាប់ថាកូនអាចគេនៅជាមួយមនុស្សប្រុសបាននៅពេលដែលកូនមានស្នេហាបាននៅពេលដែលកូនធំប៉ុន្មានបើគាត់ដាក់អាយុគាត់អាចនឹងមិនដឹងមែនទេប្រាប់អាយុហើយឬក៏ធំប៉ុន្មានប្រាប់កូននេះដើម្បីកុំឲ្យកូនអ្នកទៅដេកនៅជាមួយប្រុសទៅពីកន្លែងនេះអត់មានម៉ែឪណាបដៅកូនទេប៉ុន្តែស្រុកគេបដៅគេប្រាប់ព្រោះក្មេងនៅពេលដែលអាយុ5-10ឆ្នាំទៅនិយាយមួយកូនឲ្យរឿងប្រចាំខែឲ្យរឿងប្រដាប់ភេទឲ្យកូនអ្នកស្គាល់ប្រដាប់ភេទឬអវយវៈរបស់ខ្លួនឯងពេលដែល5កូនអ្នកថានិយាយរឿងសេចសម្ព័ន្ធភាពនឹងរឿងមនុស្សប្រុសឬស្រីដេកនៅជាមួយគ្នាហ្នឹងដើម្បីកុំឲ្យកូនអ្នកទៅលួចលាក់ព្រោះក្មេងវាលួចលាក់ហើយបើសិនជាក្នុងផ្ទះមិនអាចនិយាយបានគឺពួកគាត់នឹងអត់ហ៊ាននិយាយទេប៉ុន្តែគាត់នឹងទៅធ្វើអញ្ចឹងជាម៉ែជាឪត្រូវនិយាយរឿងហ្នឹងជាមួយកូនបែបរឿងធម្មតាទៅបរៀនកូននេះត្រូវប្រាប់កូនថានៅការម៉ែពេលអាយុ5-10មករដូវហើយគឺម៉ែបែបមានអារម្មណ៍ចង់ស្រឡាញ់មនុស្សប្រុសមានអារម្មណ៍ស្រឡាញ់មនុស្សប្រុសតែអ្នកគ្រូស្រឡាញ់មនុស្សប្រុសតាំងពីអាយុមក6 7-10មែនទេ7-10ចេះស្រឡាញ់ប្រុស7-10ចេះបែបលួចស្រឡាញ់គេមែនទេតែប្រចាំខែមកហ្នឹងគឺបែបអារម្មណ៍បែបវារោរៀលមានអារម្មណ៍ថាក្តៅខ្លួនភាវមានអារម្មណ៍បែបពេលដែលឃើញមនុស្សប្រុសហ្នឹងមានអារម្មណ៍ថាក្តៅខ្លួនភាវអត់យល់ខ្លួនឯងទេអត់ទាន់ចេះស្រឡាញ់ទេអញ្ចឹងអ្នកប្រាប់ការពីជំនាន់ម៉ែពេលដែលម៉ែមកប្រចាំខែហើយអ្នកមានអារម្មណ៍ថាក្តៅខ្លួនភាវមានអារម្មណ៍ថាពេលឃើញមនុស្សប្រុសមានអារម្មណ៍ថាស្រឡាញ់ចង់នៅក្បែរវាដូចខ្សែភ្លើងឆក់មានអារម្មណ៍ថាចង់រួមភេទហើយអត់ខុសទេកុំបន្ទោសកូនអ្នកណាអ្នកគ្រូប្រាប់កុំបន្ទោសកូនអ្នកការដែលកូនមកប្រចាំខែហើយវាតែមានអារម្មណ៍ថាចង់រួមភេទចង់នៅជាមួយមនុស្សប្រុសចង់នៅក្បែរមនុស្សប្រុសចង់និយាយជាមួយមនុស្សប្រុសវាជារឿងធម្មតាកូន right តែកូនមិនអាចធ្វើបានទេអូខេបង alright កូនអាចនៅជាមួយមនុស្សប្រុសបានស្រឡាញ់មនុស្សប្រុសបាននៅពេលដែលកូនអាយុ25ឆ្នាំយើងមានអារម្មណ៍បានកូនយើងមានអារម្មណ៍បានម៉ែថាកូនអត់ខុសទេមានអារម្មណ៍ស្រឡាញ់មានអារម្មណ៍ចង់នៅក្បែរចង់និយាយចង់មែនទេយើងចង់បានអូខេយើងចង់បានយើងអារម្មណ៍យើងចង់បានតែកូនអត់អាចទៅដេកនៅជាមួយមនុស្សប្រុសបានទេកូនណាអត់អាចឲ្យមនុស្សប្រុសមកចាប់ដៃចាប់ជើងកូនបានទេអត់អាចឲ្យមនុស្សប្រុសមកស្ទាបបង្អែខ្លួនយើងបានទេឬក៏មើលប្រដាប់ភេទយើងបានទេកូនធ្វើបែបនោះបាននៅពេលដែលកូនអាយុ25ឆ្នាំអញ្ចឹងទៅតែ20ជាងហ្នឹងវាមានសោកថាវាមានប្តីវិកាយណាឲ្យមនុស្សប្រុសម្នាក់នោះមុននឹងកូនឲ្យខ្លួនប្រាណទៅគេគឺត្រូវការក្រាបក្បាលដល់ទេកូនណាការក្រាបក្បាលដល់ទេគេយកលុយប្រកបមកឲ្យកូន right នាំម៉ែឪគេមកដល់ផ្ទះ right ការអីត្រឹមត្រូវមានភ្លេងការអីត្រឹមត្រូវចាស់ទុំនឹងលឺត្រឹមត្រូវការហើយបានកូននៅជាមួយគ្នាបានកូនគេប្រគល់ខ្លួនប្រាណឲ្យគេបាននៅពេលដែលកូនអាយុ25ឆ្នាំការហើយក្មេងវានឹងចាំថាអូខេតតែ25ឆ្នាំបើក្មេងណា25ឆ្នាំនោះប៉ុណ្ណាម៉ែធំប៉ុន្មានប្រាប់ថាធំប៉ុន្មានធំប៉ុន្មានកម្ពស់ប៉ុន្មានចប់បែបហ្នឹងមែនទេព្រោះតែក្មេង7-8 10ឆ្នាំវាចេះហើយវាដឹងហើយអញ្ចឹងវាយល់តែគាត់ថាយើងពេលក្មេង4-5ឆ្នាំអីចឹងយើងប្រាប់វាទៅអាយុប៉ុន្មានដល់25ឆ្នាំប៉ុន្មានណាកូនបានមានក្តីស្រឡាញ់alright តែប្រាប់កូនទៅហៅអញ្ចឹងប្រាប់កូនទៅហៅអូខេញ៉ាំទៅរៀន Vet the Queen $499 បែប VIP group ជាមួយសួរបានញ៉ាំទៅរៀន Vet the Queen $499 បែប VIP group មានជាមួយសួរបាន